ពេលនេះទៅលួចធ្វើ kit stage ច្បាស់ជាមិនទាន់ទេសំណាងល្អដែលធ្វើពោពិសេសឆ្លងភពមកជាមួយខ្ញុំដែរមកនេះខ្ញុំនឹងកំទេចខ្លាំងសម្ងាត់ត្រកូលហួរឲ្យខ្ទេចគ្មានសល់ហេមិនទុកឲ្យអញសំបីមួយរៀលឡើយចាំលុតជង្គង់យំនៅទីនេះចុះគោលដៅបន្ទាប់គឺភូមិគ្រឹះធំការរៀបចំនៅទីនេះដូចបេះបិទនឹងសៀវភៅលោកតាសល់ទាំងសៀវភៅ4សិតសម្បត្តិនឹងត្រាអ្វីដែលអាចធ្វើជាភស្តុតាងបានគឺនៅទីនេះទាំងអស់នេះប្រហែលជារបស់ដែលសំខាន់បំផុតហើយគេខំរៀបចំពិធីការយ៉ាងអធិកអធមតែមនុស្សបែរជារត់បាត់បើពួកឯងគ្មានធម៌មេត្តាកុំបន្ទោសថាអញសាហាវរឿងនៅវាំងនេះចាត់ការរួចហើយខ្ញុំត្រឡប់មកវិញហើយលោកម្ចាស់នេះជាឱកាសល្អក្នុងការកាត់ផ្ដាច់ទំនាក់ទំនងហើយតែអាណិតរូជាមកពីនាងមានត្រកូលយ៉ាងចាត់ទុកថាលះបង់ដើម្បីគ្រួសារចុះតិចទៀតខ្ញុំទៅជូនដំណើរមិនបាច់ទេចាប់ពីថ្ងៃនេះទៅខ្ញុំចាត់ទុកថាគ្មានកូនស្រីម្នាក់នេះទេហើយក៏គ្មានខ្ញុំជាកូនស្រីម្នាក់នេះដែរល្អអញ្ចឹងលុយចូលនិវត្តន៍របស់ពួកឯងកុំសង្ឃឹមថាបានឲ្យសោះពេលនេះទីហ៊ានចុះរឹបអូសទ្រព្យប្រហែលទៅដល់ហើយទៅមើលរឿងសប្បាយបន្តិចសិនឆាប់ប្រាប់មកទ្រព្យសម្បត្តិលាក់នៃណាខ្ញុំមិនដឹងទេគូឆាំងហឺគិតចង់ក្បត់ជាតិក្រោយសង្គ្រាមក៏បាត់ខ្លួនព្រះអង្គមានព្រះទ័យមេត្តាត្រឹមនិរទេសពួកឯងទៅទីពីយប់ឯងហ៊ានលាក់ទ្រព្យសម្បត្តិទៀតហ៎ក្រវិលនេះក៏ជាទ្រព្យសម្បត្តិដែរហាមយកទៅអញហ៊ានធ្វើប្រហារដាក់ម្ដាយខ្ញុំហ៎បងធំខ្ញុំត្រឡប់មកវិញមិនលើកលែងឲ្យអញទេបងធំអញត្រឡប់មកលេងបានហើយទៅងាប់ទៅយ៉ានរូជានាងឈួតហើយមែនទេហ៊ានវីអញយ៉ាងសុងស្ដេចឲ្យអញមករឹបអូសទ្រព្យនឹងនិរទេសពួកយើងអញជាស្អីហ៊ានមកធ្វើបាបបណ្ដាយក្មេងខ្ញុំមានភារកិច្ចអីធ្វើនឹងទៅបើហ៊ានប្រើល្បិចអាក្រក់ខ្ញុំសម្លាប់ឯងចោលមុនមិនខានយ៉ាងណាក៏ត្រូវនិរទេសដែរខ្ញុំលែងខ្លាចអីទាំងអស់ចៅហ្វាយគ្មានសល់អីទេសូម្បីតែផ្ទះបាយក៏ទេស្អាតដែរគ្មានសល់អីទាំងអស់រឿងនេះវាមិននឹងអាចទៅរួចល្អណាស់យ៉ានរូជានាងពិតជាសាហាវមែនទៅឆែកឆេរឲ្យពួកគេដូរខោអាប់ទៅឲ្យតែធ្វើតាមច្បាប់ខ្ញុំមិនរករឿងទេរូជាអរគុណកូនហើយអ្នកម្ដាយមិនបាច់គួរសំទេចាប់តាំងពីខ្ញុំរៀបការចូលត្រកូលនេះខ្ញុំត្រូវតែជំនួសស្វាមីមើលថែអ្នកទាំងអស់គ្នាខ្ញុំមិនបោះបង់អ្នកម្ដាយចោលឡើយត្រូវពួកគេទៅគ្រឿងអលង្ការមួយក៏មិនឲ្យសល់ដែរដល់ម៉ោងហើយគ្រូសារីជវងចិនណានត្រូវនិរទេសចេញដំណើរល្អណាស់យ៉ាងរូជាធ្វើដំណើរលើកនេះនាងច្បាស់ជាស្លាប់តាមផ្លូវមិនខានđãឲ្យលឿនឡើងបើយឺតយ៉ាវដំណើរនិរទេសពួកឯងទទួលខុសត្រូវរួចទេថយចេញស្អីគេរីជវងចិនណានគ្រាន់តែជាពួកក្បត់ជាតិសុំសេចក្តីសុខសោះនឹងមែនហើយលឿនឡើងហាអ្នកម្ដាយបងធំខំការពីពួកគេហេតុអីពួកគេជាប្រមាថពួកយើងអញ្ចឹងហឹងអើកុំខ្លាចអីអ្នកស្អាតស្អំគង់តែស្អាតស្អំទុកឲ្យពួកគេជិះចុះគង់តែមានថ្ងៃដែលពួកគេមកសុំទោសពួកយើងវិញទេជានរណាចេញមុខមកខ្ញុំសួរម្ដងទៀតជានរណាចេញមុខមកខ្លួនឯងមករូជាជប់ទៅកូនអ្នកម្ដាយដាច់ខាត់មិនអាចជប់ទេរីកតែមិនបានអនុញ្ញាតឲ្យប្រើហិង្សាផ្ដេសផ្ដាសឡើយគ្រូសាចិនណានយើងទោះជាធ្លាក់ដុនដាបក៏មិនបាត់បង់ភាពថ្លៃថ្នូរដែរសេចក្តីក្លាហានមិនអាចបាត់បង់ហើយក៏មិនព្រមឲ្យគេជន់ឈ្លីតាមចិត្តដែរនិយាយមកអ្នកណាបញ្ជាអញមកលេងឯងគ្មានអ្នកណាបញ្ជាទេអញគ្រាន់តែស្អប់ខ្ពើមពួកក្បត់ជាតិគ្រូសាអភិជនតាមពិតសុទ្ធតែជាពួកថោកទាបសោះនាងកំពុងធ្វើអីហ្នឹងលេងគេភ្លាមមិនក៏មិនសួរនាំអីសោះមកបង្កប់ឲ្យខ្ញុំលេងមនុស្សកុំប្រាប់ថាឯងក៏ជាបាក់ពួកវាដែរនោះយ៉ាងរូជានាងឈួតហើយមែនទេមិនទាន់ដឹងថាខ្លួនឯងស្ថិតក្នុងកាលៈទេសៈណាទេមែនទេកាលៈទេសៈអីត្រឹមនិរទេសសោះខ្ញុំចាត់ទុកថាដើរលេងកុយគុណទេសភាពចុះមិនទាន់ចេញផុតពីរាជធានីផងមានអ្នកលួចឯងជាអ្នកទោសបើមានរឿងអីឯងអាចគេចរួចខ្លួនទេខ្ញុំកំពុងតែជួយឯងទេអាឡងងប្រហែលណាស់ត្រឡប់ទៅប្រាប់ចៅហ្វាយថោកទាបរបស់ឯងវិញទៅពួកយើងគង់តែមានថ្ងៃជួបគ្នាទៀតទេហាលោឡាឆ្អែតហើយណាបើឆ្អែតហើយឆាប់បន្តដំណើរទៅអ្នកម្ដាយមើលចុះនោះគឺជាទេសត្រកូលយ៉ានមែនទេត្រកូលយ៉ានចង់ធ្វើអីទៀតហើយយ៉ានរូជាលោកម្ចាស់ផ្ដាំថាត្រកូលយ៉ានគ្មានកូនស្រីដូចជានាងទេនាងចេញពីរាជធានីលើកនេះគ្មានថ្ងៃបានត្រឡប់មកវិញឡើយថ្ងៃមុខត្រកូលយ៉ាននឹងអ្នកណាដែលអ្នកពាន់គ្នាទៀតហើយអ្នកនាងធំយើងមានចិត្តល្អព្រមប្រទានលុយប៉ុន្មានកាក់ឲ្យនាងគ្រាន់ទុកទិញនំបន្លែតាមផ្លូវហូបចំអែតក្រពះជួយផងនាងអញប្លន់
ប្លន់ស្អីគេស្រែកលោឡាអីពេលនេះរបស់ត្រូវប្រគល់ឲ្យម្ចាស់ដើមវិញហើយត្រាពេជ្រមួយនេះល្មមឲ្យនាងឯងទិញបបរតាមផ្លូវហូបបានមួយខែយ៉ាងរំភើយត្រឡប់ទៅប្រាប់តាស្កូវយ៉ានវិញទៅមិនមែនគាត់មិនទទួលស្គាល់ខ្ញុំទេគឺខ្ញុំទេដែលមិនទទួលស្គាល់គាត់ជាឪពុកហើយក៏មិនទទួលស្គាល់ត្រកូលយ៉ានដែរខ្ញុំនឹងត្រកូលយ៉ានកាត់ផ្ដាច់សាច់ឈាមគ្នាត្រឹមនេះនៅឈោថ្មឹងធ្វើអីទៀតត្រឡប់ទៅរីកាប្រាប់លោកពុកទៅឲ្យអ្នកផ្ទះទាំងអស់បានដឹងពីសម្ដែងអាចរបស់ព្រះនាងយើងអូកូនភ្លេម្នាក់នេះថាសំបីតែវាំងជិនណានក៏លីបាត់ទៅហើយតាបានព្រះនាងមកពីណាទៅចាស់ខ្ញុំនឹងត្រឡប់ទៅរីកាប្រាប់លោកម្ចាស់ឲ្យលំអិតមិនខានមនុស្សខ្លះចង់តែតោងមេឈើខ្ពស់ពេលនេះមិនត្រឹមតែតោងមិនបានទេសំបីតែផ្លូវថយក្រោយក៏គ្មានដែរពិតជាសេមែនសឹកខ្លួនឯងមិនអីទេតែមកនាំទុកដល់អ្នកដទៃទៀតពួកយើងកំពុងតែមកដល់ភ្លាមត្រូវគេរឹបអូសផ្ទះសម្បែងនេះទេអស់ខ្ញុំមើលទៅនាងគឺជាផ្កាយចម្រៃចាប់ជាតិមកដើម្បីបំផ្លាញពួកយើងតែម្ដងមិនចម្លែកទេដែលក្រេស្នែងទម្លាក់ដល់ដីភ្លាមក៏មានរឿងភ្លាមភាពចម្រៃរបស់នាងពិតជាធ្ងន់ធ្ងរមែននាងឆ្លាតណាស់គឺកាត់ផ្ដាច់សាច់ញាតិតែម្ដងនេះគឺចង់ឲ្យពួកយើងទទួលគ្រោះជំនួសនាងហើយបានហើយជប់និយាយផ្ដេសផ្ដាស់ទៅពួកយើងពេលនេះគឺជាគ្រូសាតែមួយគួរតែសាមគ្គីគ្នាបងថ្លៃធំសម្ដីមិនអាចនិយាយបែបនេះទេគ្រូសាខ្ញុំសពដងតែងតែរក្សាភាពស្ងប់ស្ងាត់រស់ខ្ញុំមិនបានដឹងទេហេតុអីបានជាទុកទោសធ្លាក់ពីលើមេឃមកអញ្ចឹងរឿងដែលគ្រូសាខ្ញុំធ្វើពួកឯងមិនដឹងតែពេលលោកម្ចាស់ខ្ញុំរកបានកិត្តិយសពួកឯងក៏បានពឹងបុណ្យបានមិនតិចដែរតើពេលបានសពមិនឃើញពួកឯងនិយាយថារក្សាភាពស្ងប់ស្ងាត់អញ្ចឹងពេលនេះលោកម្ចាស់ត្រូវគេទម្លាក់អំហុសពួកឯងបែរជាចង់ឲ្យស្បាទៅស្មានទុកទោសធ្លាក់ពីលើមេឃទេប្រាប់ពួកឯងម្នាក់សុទ្ធតែត្រូវទទួលរងដូចគ្នាស៊ីអេចូលទៅត្រូវតែខ្ជាប់មកវិញទាំងអស់សឹមមកនិយាយរឿងផ្សេងជាមួយខ្ញុំនាងពិតជាប្រៃផ្សៃមែនបងថ្លៃធំបងមិនព្រមប្រដៅនាងទេហ៎ប្រៃផ្សៃមានបញ្ហាអីយ៉ាងហោចណាស់ក៏ល្អជាងពួកធ្វើរកពីស្លូតបូតតែថោកទាបពីក្នុងដែរយកទេមកជំហានដើរទៅច្រអូបលេងចុចកុំបន្ទោសរំពាត់អញថាគ្មានភ្នែកចាំមើលនាងឯងអាចខ្លាំងដល់ពេលណាដល់ពេលដែរលេងរួចចាំមើលអញចាត់ការនាងឯងយ៉ាងម៉េចឆាំងហឹងមកខ្ញុំមិនវែងមិនបាច់ទេខ្ញុំអាចដាក់ខ្លួនឯងបានគ្រូជាគ្រូសាយ៉ាងខ្លាចជាប់ពាក់ព័ន្ធទៅធ្វើបែបនេះកូនកុំគិតច្រើនអីខ្ញុំមិនបានពិបាកចិត្តទេព្រោះខ្ញុំនិងគ្រូសាយ៉ាងគ្មានមនោសញ្ចិត្តនេះអីនឹងគ្នាក៏ល្អដែរដាប្រហែល10លីទៀតគឺដល់ភូមិព្រីផ្សេងហើយបងប្រុសរបស់ឆាំងហឺនៅទីនោះគេមានចរិតក្រអឹបក្រទុំខ្លាចតែរករឿងកូនទេតាមដំណើរគេទៅខ្ញុំមានទូនីតិតែមើលថែអ្នកទាំងអស់គ្នាឲ្យបានសុខប៉ុណ្ណោះលោកមេកងឲ្យពួកយើងសម្រាប់បន្តិចសិនទៅពិតជាដើរលេងរួចហើយស្រែកខ្លាំងម្លេះមិនខ្លាចលេចមុខយ៉ានសុងមករកទេអីជិញ្ជក់ឈាមស្អីគេប្រញាប់ដើរទៅប្រព័ន្ធការពារកន្លែងលាក់សម្ងាត់មិនខូចខាតហើយក៏មិនបានប្រើកម្លាំងវីបំបាច់ដែរតែរបស់របរត្រូវគេយកទៅបាត់អស់រឿងនេះមិននឹងអាចទៅរួចចៅហ្វាយឃ្លាំងផ្ទុកទ្រព្យសម្បត្តិទេស្អាតតែម្ដងការរឹបអូសទ្រព្យគឺស្ថិតក្នុងការស្មានទុកទៅហើយមិនត្រឹមតែប្រាក់ទេកូនចៅសង្កេតឃើញថាសំបីតែទេសរុញប្រាក់នៅតាមគៀនកោះក៏បាត់អស់ដែររួមទាំងកង់រទេះចាស់ដែលដោះចេញក៏បាត់គ្មានសល់មិញនេះកូនចៅដើរកាត់ផ្ទះបាយចង់រកអីហូបបន្តិចតែសំបីតែទឹកស៊ុបមួយដំណក់ក៏គ្មានសល់ចានឆ្នាំងកូនក្បានបាត់អស់រលីងពួកងប់តៃហងនេះរឹបអូសទ្រព្យស្អីក៏សាហាវម្លេះរឿងនេះពិតជាមានភាពចម្លែកណាស់អ្នកម្ដាយបងប្រុសហើយនៅមានបងស្រីសៀនតាវទៀតអ្នកម្ដាយមិនអីទេហ៎ម៉ែមិនអីទេចុះកូនយ៉ាងម៉េចហើយមិនមានរបួសអីទេមែនទេអ្នកម្ដាយនេះតើមានរឿងអីឲ្យប្រកាសទៅបងធំធ្វើមិននឹងអាចក្បត់ជាតិទៅចុះគាត់នៅណាពេលនេះមិនមែនជាពេលនិយាយរឿងនេះទេសៀនតាវនាងកើតអីហ្នឹងលោកជំទាវមិញនេះឮថាលោកម្ចាស់មានរឿងអ្នកនាងភ័យស្លន់ស្លោពេកក៏មួសរសៃបន្តិចលោកនាងខ្ញុំមិនអីទេកុំបារម្ភអីបងឆាំងហឺគាត់នាំទុកដល់នាងហើយខ្ញុំទៅនិយាយជាមួយមន្ត្រីឆ្មាំសិនប្រាប់ថាឲ្យពួកគេដោះលែងនាងទៅព្រោះនាងមិនមែនជាមនុស្សគ្រួសារយើងទេអ្នកម្ដាយគ្មានប្រយោជន៍ទេទូទាំងរាជធានីអ្នកណាក៏ដឹងដែរថាបងជីដូនមួយសៀនតាវគឺធំដឹងក្តីក្នុងវាំងនេះលោកមីងវាំងយើងកំពុងជួបទុកខ្ញុំធ្វើម៉េចអាចដើរចេញរួចទៅខ្ញុំត្រូវតែរងចាំបងឆាំងហឺត្រឡប់មកវិញចុះនារីម្នាក់នេះគឺខ្ញុំគឺជាភរិយារបស់បងឆាំងហឺរបស់ឯងហ្នឹងអ្នកម្ដាយតើនាងជានរណាបងថ្លៃថ្មីកាច់ណាស់ថែមទាំងចេះវិមនុស្សទៀតផង
ស្អីគេនាងជប់សិនខ្ញុំសួរម្ដងទៀតតើនាងជានរណាប្រហែលជាអ្នកនាងធំត្រកូលយ៉ាងហើយមិនក៏ជានាងទៅវិញមិញនេះខ្ញុំទើបតែប្រាប់ហើយថាខ្ញុំជាភរិយារបស់ហ៊ូឆាំងហឺខ្ញុំមិនទទួលស្គាល់ទេសម័យខ្លួនគេមិនទាន់និយាយអីផងអញចាត់ទុកខ្លួនឯងជាអ្វីតើខ្ញុំចាំបាច់ត្រូវការទទួលស្គាល់ពីឯងដែរទេលោកប្រចាំបញ្ចេញរកពីទៅបញ្ចេញដាក់ពួកទាហានទៅបាទគ្មានសមត្ថភាពទេក៏ដើរតាមគេឲ្យត្រឹមត្រូវទៅលាក់រកពីជាកូនប្រុសវាងអភិជនចេញទៅនាងពិតជានិយាយស្ដាប់មិនបានមែនមនុស្សដូចជានាងធ្វើមិននឹងសាកសមរៀបការជាមួយបងធំខ្ញុំទៅសាកសមមិនសាកសមមិនមែនឯងជាអ្នកសម្រេចទេនិយាយតាមត្រង់ទៅបើឲ្យរៀបការជាមួយឯងខ្ញុំក៏មិនព្រមដែរពេលនេះជាពេលណាទៅហើយត្រូវនេះទេហើយបងធំឯងមិនដឹងថាស្លាប់ព្រោះឯងនៅមានពេលទំនេរមិនយល់ឯងមែនចិត្តណាទៀតថយចេញទៅចាំឯងមានជីវិតទៅដល់ទីពីយកសឹមមករកខ្ញុំជែកវែកញែកបន្តដើរឲ្យលឿនឡើងកុំបង្ករឿងអ្នកណាមិនស្ដាប់បញ្ជាមកសាក់រំពាត់អញសិនមកយ៉ាងសុងអញហ៊ានហោះលោកប្រុសទី2មើលឲ្យច្បាស់ទៅពេលនេះអញគឺជាមន្ត្រីអញគឺជាអ្នកទោសតើអញមានអីដែលថាមិនហ៊ាននោះនេះរំពាត់មួយនេះចាត់ទុកថាវីដាស្មារតីអញជាលើកទី1ចុះចៅហ្វាយចាត់ការរួចរាល់ហើយដកខ្លួនតាមផែនការទៅ